សូមស្វាគមន៍មកកាន់ Grab Academy របៀបកំណត់ម៉ោងបើកហាងសូមបងចុចទៅលើពាក្យថា Store ស្វែងរកពាក្យ Business Hour រួចចុចទៅលើពាក្យថា Edit ជ្រើសរើសថ្ងៃដែលបងចង់កំណត់រួចបងអាចចាប់ផ្ដើមកំណត់ម៉ោងបើកនិងបិទហាងរបស់បងត្រូវប្រាកដថាបងបានកំណត់ម៉ោងបើកជាមួយនឹងម៉ោងបិទបានត្រឹមត្រូវរួចចុចទៅលើពាក្យថា Dance ចុងក្រោយបង្អស់បងចុចទៅលើពាក្យថា Save ជាការស្រេចរបៀបនៃការបិទហាងបណ្ដោះអាសន្នរយៈពេលវែងសូមបងចុចទៅលើពាក្យថា Store រួចចុចទៅលើ Business Hour រួចចុចទៅលើពាក្យថា Set Your Special Hour បងត្រូវបំពេញមូលហេតុនៃការឈប់សម្រាករបស់បងជំហានបន្ទាប់ជ្រើសរើសថ្ងៃដែលបងចង់សម្រាករួចចុចទៅលើពាក្យថា Select ចុងក្រោយសូមបងចុចទៅលើ Confirm Special Hour គឺជាការស្រេចនោះហាងរបស់បងនឹងត្រូវបានបិទតាមចំនួនថ្ងៃដែលបងបានជ្រើសរើសរបៀបនៃការបិទហាងបណ្ដោះអាសន្នរយៈពេលខ្លីបងចុចទៅលើពាក្យថា Order រួចសូមបងចុចទៅលើពាក្យថា Normal បន្ទាប់មកសូមបងចុចទៅលើពាក្យថា Post ជ្រើសរើសម៉ោងដែលបងចង់សម្រាកចុចទៅលើពាក្យថា Confirm គឺជាការស្រេចនោះហាងរបស់បងនឹងត្រូវបានសម្រាកតាមម៉ោងដែលបងបានជ្រើសរើសក្នុងលក្ខខណ្ឌបងចង់បើកហាងរបស់បងមុនម៉ោងដែលបងបានកំណត់នោះសូមបងចុចទៅលើពាក្យថា Post រួចជ្រើសរើសពាក្យថា Resume នោះហាងរបស់បងនឹងត្រូវបានបើកដំណើរការវិញមុនម៉ោងដែលបងបានកំណត់